នេះគ្រាន់តែជាការចែកម្លែកនៅចំណេះដឹងដើម្បីបងប្អូនស្គាល់ពីវត្ថុបុរាណវត្ថុបុរាណនេះជាបងប្អូនហើយគឺការបញ្យល់និងបង្ហាញទេមិនមែនជាការជាវឬលក់ដូរទេហើយប្រភេទអស់នេះបើសិនជាតម្លៃគឺកាត់ថ្លៃអត់បានដែរហើយធ្ងន់បងប្អូនធ្ងន់ប្រហែលជាទម្ងន់នេះចូលតាមខ្ញុំកាន់អណ្ដៃណាប្រហែលជាអាចចូលជិតកន្លះគីឡូទម្ងន់មែនតើឃើញចឹងទេក៏ថាខ្ញុំមិននិយាយពីអានុភាពអីឬក៏ពីអាយុកាលសម័យលងណាមកខ្ញុំអត់និយាយទេក៏បង្ហាញបងប្អូនពាក់ព័ន្ធពីផ្នែកនៃផងដៃបុរាណគឺបុរាណ 100% មកហើយធ្ងន់ណាស់ហើយដៃយើងក៏ពាក់អត់ចូលដៃនេះដៃទូចទេមានຂະຫນະធំមួយដែរបងប្អូនមើលកំសាន្តចាបងប្អូនគឺជាការចែកម្លែកនៃចំណេះដឹងមិនមែនជាការបើកឈាវទេណាបងប្អូនការចែកម្លែកនៃចំណេះដឹងអធិស្ឋានបងប្អូននេះឮសលេងម៉ូតូគាត់ឮខ្លាំងពេកចង់ដូចយន្តហោះនេះឃើញទេគឺខៀវអញ្ចឹងណាបងប្អូនទោះបីជាយើងលាងទឹកឬក៏យើងនេះធ្ងន់ណាស់ធ្ងន់មែនទែនធ្ងន់ណាស់មើលឲ្យមួយដៃដឹងដៃណាបែកទៅទេអត់ដឹងដៃសំឡេងគឺស្រួយធ្ងន់ស្រួយប្រភេទជាអ្នកខ្លះទៅគាត់ហៅថាលង្ហិនណាលង្ហិនប៉ុន្តែពាក្យលង្ហិនវាន័យជ្រៅយើងនិយាយថាស្ពាន់ប្រភេទស្ពាន់បុរាណហើយយើងនិយាយឲ្យយល់ន័យអញ្ចឹងបងប្អូនដែលស្គាល់ដែលដឹងហើយក៏នេះទៅក៏ថាសំខាន់ខ្ញុំចង់ចែកលេខដល់អ្នកដែលអត់ទាន់ស្គាល់អត់ទាន់ដឹងណាធ្ងន់ណាស់បងប្អូនហ៎សលេងធ្ងន់មែនទែនសលេងវាគឺតាន់ប៉េះតម្លងហើយធ្ងន់ធំចង់1គីឡូអាទូចទេតែប្រហែលជាជិតកន្លះគីឡូតាមមើលខ្ញុំនេះហើយមិនមែនធ្វើឬក៏ទិញពីផ្សារទេណារបស់នេះគឺសិតរបស់គេដូនតាសល់មកហើយដល់ឥឡូវខ្ញុំកាន់បង្ហាញអាទូចណាព្រោះអាធំនោះវាធ្ងន់ពេកយើងពិបាកនឹងកាន់មើលក្បាច់រចនាយើងដឹងហើយក្បាច់រចនានេះគឺយូរសម័យកាលប្រភេទបុរាណណាបងប្អូនរបស់បុរាណនេះយើងមិនមែនប្រើខានុភាពអីទេចាបងប្អូនដែរគឺខាងយើងមាននៅផ្ទះហ្នឹងគឺត្រជាក់ត្រជុំសក្តិរមនីហ្នឹងណាក៏យើងវាមិនចាំបាច់អីត្រូវប្រើទេគាត់ថាបើយើងមានទៅវាជារបស់ដូនតាវាល្អដែរហើយស្ទើរតែបងប្អូនខ្លះអត់ដែរឃើញណាអត់ដែរឃើញអត់ដែរស្គាល់ខ្លះទៅគាត់ឃើញច្រើនអញ្ចឹងក៏គាត់មិនចាប់អារម្មណ៍សម្រាប់ខ្ញុំស្រឡាញ់របស់អស់ចឹងគឺស្រឡាញ់មែនទែនធ្ងន់ណាស់ធ្ងន់មែនទែនណាមិនធ្ងន់លេងធ្ងន់ណាស់ធ្ងន់មែនទែនហើយតាន់ប៉េះសម្រាប់មើលនេះអាធំនេះគឺក្បាច់រចនាគេច្រើនជាងទៅនេះវាខាងក្នុងគឺសាច់ក្រហមទាំងអស់ការអាក្រហមរបស់វានេះណាក្រហមរបស់វានេះសិតអ្នកឆ្ងល់ហើយណាអ្នកឆ្ងល់អ្នកចង់ដឹងគេខាត់គេរុះមើលគេមើលវាថាវាយ៉ាងម៉េចខាងក្នុងពុតសាច់ក្នុងគឺក្រហមទេគាត់ខៀវនេះវាចង់និយាយថាវាកាន់ស្នឹមប្រឡាក់ដីកាន់ស្នឹមកាន់ស្លែនោះវាយូរឆ្នាំទៅវាទៅចឹងណាប៉ុន្តែបើលក្ខណៈបុរាណមែនទេហ្នឹងគឺចឹងហើយណាគឺវាកម្ៅខៀវកម្ៅចឹងហើយប៉ុន្តែសាច់ក្នុងវាក្រហមមានអាប្រភេទខ្លះណាអាប្រភេទខ្លះទៅយើងរុះក្រហមចឹងរួចវាឡើងពណ៌ខៀវវិញអានោះបានល្អណាអានោះគេត្រូវប៉ាន់ផ្នែកអ្នកបុរាណវិទូគេចូលចិត្តហើយគេពួកហ្នឹងគេយកដាក់ស្រាក់អំទា
วันนี้វាเพศក្រហមរហូតចឹងគេមិនសូវទៅប៉ាន់ទេណាគាត់ថាវាជារបស់បុរាណដែរគឺជារបស់ដែលតិចជុំយើងមានវាល្អណាស់មាននៅផ្ទះអានេះវាពាក់ដៃអត់ចូលពាក់ដៃចូលពាក់ដៃល្អណាស់ធំធ្ងន់ណានេះធ្ងន់ណាស់មានប្រយោជន៍ច្រើនប៉ះវាយគ្នាអីក៏គាត់បើដែរមួយដៃហ្នឹងចូលកន្លះគីឡូអត់អីក៏ដែកក៏អត់ស្ពាន់បើដៃយើងពាក់អត់ចូលដៃធំហើយដៃនេះបានដៃមនុស្សស្រីនេះពីសម័យកាលមុនណាអាចតម្រង់ជារបស់មនុស្សស្រីប្រើឬក៏ពាក់នឹងហើយជួនកាលយើងអត់ដឹងច្បាស់ដែរថាប្រភេទនេះគឺគេប្រើដើម្បីអីដែរក៏ប៉ុន្តែជាក៏មកបង្ហាញជារបស់បុរាណចឹងបង្ហាញឲ្យបងប្អូនមើលដើម្បីឲ្យបងប្អូនស្គាល់ណាគឺប្រភេទចាឯងណាបងប្អូនគឺវាខៀវនេះខៀវស្នឹមស្លែវារាប់រយឆ្នាំមកណាហើយតម្ងន់នេះហើយនឹងកម្រាស់នេះគឺទាញមិនបានទេអានេះមិនដឹងជាគេទាញវាមិនទេដើម្បីឲ្យវាហាបាននេះវាហាវាលាចេញបានមិនដឹងគេទាញយ៉ាងម៉េចដែរនេះជាក់ស្ដែងវាណាបងជាក់ស្ដែងវាគឺវាចឹងណានេះវាចិត្តចឹងហ្មងវាចិត្តគ្នាប៉ែមកអត់មានបង្ហាបានទេហើយនេះធ្ងន់នេះខ្ញុំអត់ជីងមិនមានជីងខ្ញុំថ្លឹងបងប្អូនមើលឲ្យដឹងទម្ងន់ចូលចិត្ត1គីឡូអាចនឹង1គីឡូងាយជួបបងប្អូនតែមានហើយអ្នកបងប្អូនមានពុកម៉ែយាយតាចាស់ជំនាន់មុនគាត់សល់ទុកណាតាជីដូនអីដែលគាត់សល់របស់ពីមុនទុកហ្នឹងបើមានឯងសុំយកមកទុកមកណាយកមកទុកផ្ទះព្រោះអីគាត់កំណឹងយកទៅអីគាត់ចាស់ហើយណាចឹងយើងសុំគាត់យកមកថែសាមកណាដាក់នៅហឹងឬអាសនៈយើងទៅឲ្យតិចជុំក្នុងគ្រួសារយើងរបស់ម៉ៃការរាប់រយឆ្នាំអីហ្នឹងហើយអានេះខ្ញុំមិនដឹងសម័យកាលណាទេប៉ុន្តែជារបស់ដូនតាចាស់ទុំណាហ្នឹងអញ្ចឹងក៏ការចែកម្លែកបងប្អូនមើលណាកុំឲ្យឆ្ងល់ហើយខ្លះទៅឃើញខៀវឃើញវាប្រឡាក់ដីវាឃើញបាច់ទូចហេតុអីចឹងអ្នកខ្លះទៅរិះគន់ណាថាជារបស់កាយឆ្នៃនៅផ្សារទូតពូងអីខ្វះតែមែនទេអានេះជារបស់ចាស់ទុំបុរាណកសលខ្ញុំក៏មិនហ៊ានបញ្ចេញឈ្មោះពួកគាត់ណាព្រៃសរបស់គេហៅសង្គមចាស់ព្រៃតចាស់ជំនាន់មុនមកគាត់ដឹងថានឹងហៅសង្គមចាស់នឹងឬក៏របស់បុរាណនោះយ៉ាងម៉េចហើយថ្ងៃហ្នឹងមានតែប៉ុណ្្នឹងទេបងប្អូនហើយកុំភ្លេចបងប្អូនបើអត់ទាន់ជួយចុច Subscribe សូមជួយចុចឲ្យហើយផងជួយចុចខ្ញុំឲ្យដាក់សញ្ញាកណ្ដឹងទៅព្រៃ